ធ្វើវីដេអូ AI បែបនេះបានដោយងាយជាមួយទូរស័ព្ទដៃអ្នកណាក៏អាចធ្វើបានដែរតោះទៅមើលពីរបៀបធ្វើទាំងអស់គ្នាអញ្ចឹងអ្នកទាំងគ្នាអាចធ្វើវីដេអូ AI បែបនេះគឺបានដោយងាយធ្វើជាមួយនឹងទូរស័ព្ទដៃបាទហើយវិធីសាស្ត្រគឺអត់លំបាកទេអ្នកទាំងគ្នាគ្រាន់តែ download កម្មវិធីមួយដែលមានឈ្មោះថា Google Gemini បាទបន្តមកទៀតអ្នកទាំងគ្នាអាចធ្វើការ subscription ប្រចាំខែទៅគឺអ្នកទាំងគ្នាអាចធ្វើបានហើយ subscription ប្រចាំខែនោះគឺមួយខែ$19.99ផងដែរបាទស្មើនឹង$20អ្នកទាំងគ្នាតែមិនបាច់បារម្ភទេចាខ្ញុំប្រាប់ពីរបៀបនៅក្នុងការ cancel subscription នោះអញ្ចឹងមុននឹងអ្នកទាំងគ្នាអាចធ្វើវីដេអូ AI ឲ្យនិយាយជាភាសាខ្មែរបានអ្នកទាំងគ្នាត្រូវត្រៀម from មួយចំនួនហើយ from នោះខ្ញុំបានរៀបចំរួចហើយបើសិនជាអ្នកទាំងគ្នាចូលចិត្ត style ដូចខ្ញុំអ្នកទាំងគ្នាអាចធ្វើបានបើសិនជាអ្នកទាំងគ្នាចង់សរសេរខ្លួនឯងក៏បានដែរហើយបើសិនជាអ្នកទាំងគ្នាចេះសរសេរទេអ្នកទាំងគ្នាអាច copy from ដែលខ្ញុំបានសរសេររួចក៏បានដែរហើយមួយទៀតអ្នកទាំងគ្នាអាចធ្វើការផ្លាស់ប្ដូរនៅត្រង់ចំណុចអក្សរខ្មែរអ្នកទាំងគ្នាចង់ឲ្យវីដេអូនោះនិយាយបែបណាអ្នកទាំងគ្នាអាចផ្លាស់ប្ដូរបានហើយវាពិតជាងាយស្រួលមែនទែនអត់ពិបាកទេអញ្ចឹងចង់ថាតើយើងអាចធ្វើបានដោយរបៀបណាតោះទៅមើលវីដេអូតគ្នាអូខេអញ្ចឹងដើម្បីអ្នកទាំងគ្នាអាចធ្វើវីដេអូ AI បានអ្នកទាំងគ្នាត្រូវតែ load កម្មវិធីមួយដែលមានឈ្មោះថា Gemini របស់ក្រុមហ៊ុន Google ណាអ្នកទាំងគ្នាអញ្ចឹងធ្វើការ download ឲ្យរួចរាល់មកហើយយើងបើកចូលទៅក្នុងកម្មវិធីហ្នឹងមកបាទអញ្ចឹងជាធម្មតានៅពេលដែលអ្នកទាំងគ្នាបើកចូលមកអ្នកទាំងគ្នាត្រូវតែធ្វើការ log in ជាមួយនឹង Gmail ឲ្យបានត្រឹមត្រូវមកហើយធ្វើការ subscription ប្រចាំខែទៅហើយចាំខ្ញុំប្រាប់ពីរបៀបនៅក្នុងការ cancel វិញបាទវាអត់ពិបាកទេសម្រាប់ iPhone ណាបាទអញ្ចឹងធ្វើការ subscription ដល់ account ខ្ញុំ subscription ហើយខ្ញុំអត់បានសឲ្យអ្នកទាំងគ្នាមើលទេគឺគ្រាន់ដឹងថារបៀប subscription វាអត់លំបាកទេអ្នកគ្នាគ្រាន់តែចុចនៅកន្លែងនេះហើយអ្នកគ្នាចុចទៅលើពាក្យថា upgrade to pro ទៅហើយធ្វើតាម step ដែលវាទាមទារទៅគឺបានហើយបាទអញ្ចឹងខ្ញុំបាន subscription រួចហើយអញ្ចឹងយើងមកមើលពីរបៀបនៅក្នុងការ generate video AI ទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការ subscription ហើយអ្នកគ្នានឹងមាន option មួយនៅត្រង់នេះគឺដែលវាដាក់ថា video ណាបាទអញ្ចឹងបើអត់ត subscription ទេវាមានតែពីរទេបាទមានតែ research ហើយនិង Canva តែប៉ុណ្ណោះបាទដល់ពេលយើង subscription ហើយយើងនឹងមាន option មួយទៀតគឺវាដាក់ថា video បាទអញ្ចឹងដើម្បីអ្នកទាំងគ្នាអាចធ្វើការ generate video AI បានអ្នកទាំងគ្នាត្រូវតែត្រៀមprompt មួយចំនួនអញ្ចឹងខ្ញុំឲ្យអ្នកទាំងគ្នាមើល prompt ដែលខ្ញុំបានត្រៀមបាទនេះគឺជា prompt ដែលខ្ញុំបានត្រៀមអ្នកទាំងគ្នាត្រូវតែសរសេរ prompt ហ្នឹងជាភាសាអង់គ្លេសផងដែរហើយបើសិនជាអ្នកគ្នាអត់ដឹងថាតើសេបែបណាទេអ្នកគ្នាអាច copy prompt ដែលខ្ញុំបានធ្វើនេះយកទៅប្រើក៏បានដែរបាទអូខេអញ្ចឹងយើងធ្វើការ copy មកមួយទៀតខ្ញុំចង់កែសម្រួលខ្លះនៅត្រង់នេះអូខេអញ្ចឹងខ្ញុំដាក់អាយុរេក្មេងតិចមកត្រឹមតែ20ឆ្នាំអីចឹងមកបាទហើយពាក់ព័ន្ធមួយអក្សរអូខេពាក់ព័ន្ធមួយអក្សរខ្ញុំចង់លុបកន្លែងនេះចេញអូខេពាក់ព័ន្ធមួយអក្សរគឺខ្ញុំយកប៉ុណ្ណេះបាទអញ្ចឹងនៅកន្លែងអក្សរខ្មែរអ្នកទាំងនេះអាចកែបានបាទចង់ឲ្យវីដេអូនោះនិយាយបែបណាក៏បានដែរអ្នកទាំងនេះគ្រាន់តែចូលមកកន្លែងអក្សរខ្មែរហើយធ្វើការ delete from ចាស់ខ្ញុំចោលទៅហើយធ្វើការដាក់ from ថ្មីអ្នកទាំងនេះចូលមកគឺបានហើយបាទអញ្ចឹងអូខេយើង copy យកទាំងអស់ហ្នឹងមកបាទបន្តទៀតយើង copy ហើយយើងចូលមកក្នុង Google Gemini មកហើយបន្តមកទៀតអ្នកទាំងនេះធ្វើការ pass នៅ from ដែលយើងបានត្រៀមនៅចូលមកហើយយើងចុច send ទៅបាទចឹងអ្នកគ្នារងចាំបន្តិចមកអូខេអញ្ចឹងនៅកន្លែងនេះវាអត់អាច generate បានទេអ្នកគ្នាបើសិនជា prompt របស់យើងកន្លែងអក្សរខ្មែរវាវែងពេកណាបាទវាវែងពេកគឺវាអត់អាច generate បានទេអញ្ចឹងអ្នកគ្នាត្រូវតែធ្វើការ delete ធ្វើការសរសេរ prompt កន្លែងអក្សរខ្មែរនឹងម្ដងទៀតអូខេអញ្ចឹងយើងចូលមកកែសម្រួលហើយខ្ញុំប្រហែលជាខ្ញុំត្រូវលុបកន្លែងនេះចេញអូខេខ្ញុំយកតែប៉ុណ្្នឹងទេអូខេយើង copy ម្ដងទៀតមក copy ហើយយើង paste ចូលហើយយើងចុច send ម្ដងទៀតមកបងប្អូនគ្នាបាទអញ្ចឹងយើងចាំមើលបងប្អូនគ្នាយើងរងចាំរៀងយូរដែរបងប្អូនគ្នាខ្ទង់ 4-5 នាទីដែរណាអូខេអញ្ចឹងវីដេអូរបស់យើងត្រូវ generate ហើយបើតាមយើងសង្កេតមើលទៅវិធីនេះគឺយើងអាចធ្វើបានទាំងនៅលើ computer ហើយយើងធ្វើនៅលើ website Google Gemini ហ្នឹងក៏បានយើងធ្វើនៅលើទូរស័ព្ទក៏បានដែរហើយខ្ញុំសង្កេតឃើញថាធ្វើនៅលើទូរស័ព្ទវាមានហៅថាលឿនលឿនជាងនៅលើ computer ណានៅលើ website ណាចឹងដល់គ្នាសង្កេតមើលទៅហើយយើងរងចាំបន្តិចទៅគឺវា generate វីដេអូឲ្យយើងហើយអូខេអ្នកទាំងគ្នាអញ្ចឹងវីដេអូរបស់យើងគឺ generate រួចហើយអញ្ចឹងអ្នកទាំងគ្នាចាំមើលតគ្នាណាបាទយើងអាចចុចបើកកន្លែងសំឡេងនេះមកធ្វើវីដេអូ AI បែបនេះបានដោយងាយជាមួយទូរស័ព្ទដៃអ្នកណាក៏អាចធ្វើបានដែរត
តោះទៅមើលពីរបៀបធ្វើទាំងអស់គ្នា បាទអញ្ចឹងវាពិតជាស្អាតមែនតើអ្នកនរគ្នាណា quality គឺច្បាស់ខ្លាំងមែនតើហើយជាមួយនឹង prompt នៃការសរសេររបស់យើងក៏ការពណ៌នាទៅគឺ AI បានដាក់មកយ៉ាងស្អាតផងដែរបាទនៅខាងក្រោយមានរូបភាពមានកុំព្យូទ័រតាមតែការចង់បានរបស់យើងបាទអញ្ចឹងយើងចង់បានណាគឺយើងអាចសរសេរ prompt មកអ្នកនរគ្នាហើយយើងនឹងបានរូបភាពវីដេអូគឺដូចទៅនឹងការសរសេររបស់យើងហើយបាទអញ្ចឹងដើម្បីយើងអាច download វីដេអូនោះបានអ្នកនរគ្នាចុចលើវីដេអូហ្នឹងមកចុចពាក្យថា save មកគឺរួចរាល់ហើយអ្នកនរគ្នាបាទអ្នកនរគ្នាអាចយកវីដេអូទៅប្រើបានហើយដើម្បីយើងអាច cancel នៅ subscription ដើម្បីកុំឲ្យអស់លុយបានអ្នកនរគ្នាធ្វើតាមខ្ញុំណាអញ្ចឹងអ្នកនរគ្នាចូលទៅកាន់កម្មវិធីរបស់ App Store មកហើយបន្តមកទៀតអ្នកនរគ្នាចុចទៅលើរូប profile របស់យើងនៅត្រង់កន្លែងនេះមកហើយបន្តមកទៀតអ្នកនរគ្នាចុចទៅលើពាក្យថា subscription មកហើយបន្តមកទៀតអ្នកនរគ្នានឹងឃើញហើយបាទនៅកន្លែងនេះយើង subscription ជាមួយនឹងកម្មវិធីអីខ្លះវានឹងសូនៅកន្លែងហ្នឹងអញ្ចឹងណាអ្នកនរគ្នាបាទអញ្ចឹងអ្នកនរគ្នាកន្លែងមកមើលកន្លែង Google Gemini នេះមកបាទអញ្ចឹងដោយសារតែខ្ញុំបាន cancel នៅ subscription បាត់ហើយបាទអញ្ចឹងអ្នកនរគ្នាឃើញហើយគឺកន្លែងនេះវាដាក់ថាយើងបាន cancel រួចហើយបាទអញ្ចឹងគឺតទៅចូលទៅដល់ថ្ងៃទី4ខែក្រោយហ្នឹងគឺខ្ញុំអត់អស់លុយទេបាទតែបើសិនជាអ្នកនរគ្នាចង់ធ្វើការ renew មានន័យថាចង់ subscription ដល់ទៀតអ្នកនរគ្នាចុចទៅលើកន្លែង renew នេះទៅអ្នកនរគ្នាអាច subscription បានហើយបាទប៉ុន្តែខ្ញុំអត់ត្រូវការចំណាយលុយ$20ក្នុងមួយខែដើម្បី generate វីដេអូតគេទេខ្ញុំគ្រាន់តែប្រើ account ដែល Google free ទៅគឺបានហើយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយបើសិនជាចូលចិត្តវីដេអូនេះអ្នកនរគ្នាអាចធ្វើការចុច like វីដេអូនេះបានហើយបើសិនជាចង់បានវីដេអូថ្មីៗបន្តទៀតអ្នកនរគ្នាអាចធ្វើការចុចតាមខ្ញុំបានហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់